ពីអ្នកប្តីប្រពន្ធចេញពីខេត្តកោះកុងដឹកឯកូនមកភ្នំពេញដើម្បីព្យាបាលជំងឺដេកផ្ទះសំណាក់បាន2ថ្ងៃចៃដន្យអីស្រាប់តែប្រពន្ធបាត់ដំណឹងសូនឈឹងតែម្ដងអត់ដឹងថាតើគាត់ត្រូវថ្នាំគេឬមួយក៏គាត់រង្វេងឬក៏គាត់រត់ទៅតាមនរណាក៏យើងអត់ដឹងដែរប៉ុន្តែប្តីគាត់គឺមានការព្រួយបារម្ភណាស់ព្រោះប្រពន្ធគាត់នៅតែខេត្តជាមួយគ្នាមិនដែលស្គាល់ពេញផងហេតុអីបានជាសុកមកបាត់ដំណឹងសូនឈឹងបាត់ខ្លួនបែបនេះបើវាចម្លែកបើឲ្យបាត់ហ្នឹង2ថ្ងៃហើយគាត់រកគ្រប់ច្រករហ័សហើយនៅតែមិនបាននៅដំណឹងរបស់ប្រពន្ធគាត់ផ្ទះសាច់ញាតិប្រពន្ធគាត់ក៏សួររកខាងកោះកុងក៏សួររកនៅភ្នំពេញក៏រកក៏ប៉ុន្តែមិនបានចម្លើយឬក៏បានដំណឹងអីសំបីតែបន្តិចអញ្ចឹងបងប្អូនចង់ដឹងសាច់រឿងរបស់គាត់របៀបម៉េចសូមបងប្អូនទៅស្ដាប់កិច្ចសភារវាងខ្ញុំជាមួយនឹងគាត់ទាំងអស់គ្នាជំរាបសួរបងបាទបងឡើងពីខេត្តណាមកបងខេត្តកោះកុងដំបងឡើងដឹកដៃប្រពន្ធមកភ្នំពេញនៅក្នុងគោលបំណងអីគោលបំណងយកកូនមកព្យាបាលនៅមន្ទីរពេទ្យព្រោះឯកូនវាឈឺជំងឺត្រចៀកអញ្ចឹងណាបាទបងឡើងមកភ្នំពេញហ្នឹងបានរយៈពេលប្រហែលថ្ងៃទើបប្រពន្ធបងត្រូវបានបាត់ខ្លួនមកបានដេកបាន2យប់ហើយនឹងជូនប្រពន្ធទៅពេទ្យជូនកូនទៅពេទ្យហើយត្រឡប់មកវិញពេលថ្ងៃត្រង់ក៏ខ្ញុំសម្រាកងុយដេកទៅក៏គាត់ថាទៅផ្សារហើយក៏ខ្ញុំក៏អត់ចាប់អារម្មណ៍ខ្ញុំក៏ដេកទៅហើយក៏បាត់គាត់មិនដឹងដំណឹងសោះគាត់ប្រាប់ដំណឹងបាយមុននឹងបាត់ហ្នឹងគាត់ថាម៉េចគាត់ថាគាត់ទៅផ្សារតាំងពីពេលដែលគាត់ប្រាប់ដំណឹងថាទៅផ្សារមកតើមានបានតម្រុយអីខ្លះទៀតអត់ខ្ញុំក៏សម្រានលក់ទៅហើយក៏ខ្ញុំងើបមកក៏សួរបងប្អូនថាឃើញប្រពន្ធខ្ញុំអត់ដល់ពេលម្នាក់គេថាអត់ឃើញហើយក៏បាត់ដំណឹងសូនមិនដឹងថាទៅណារយៈពេល2ថ្ងៃដែលបានបាត់ហ្នឹងតើបងបានព្យាយាមស្វែងរកគាត់ដល់ទីណាខ្លះហើយខ្ញុំបានទេទូរស័ព្ទទៅបងប្អូនមីងមាននៅតាមស្រុកគាត់ហើយអស់ហើយតែអត់មានគេថាអត់មានឃើញមិនដឹងថាគាត់បាត់ទៅណាហើយបិទទូរស័ព្ទចោលទៀតអញ្ចឹងបាទចុះបងមានបានទៅរកកន្លែងណាដែលគាត់ធ្លាប់ទៅកន្លែងណាដែលគាត់ដេញមានតំណែងជាមួយគេនៅទីនោះទេបើគិតទៅខ្ញុំមកភ្នំពេញនេះអត់ដឹងថាគាត់មានតំណែងណាទេតែគ្រាន់តែគាត់ថាមកតាតែបាត់គាត់ឆឹងមិនដឹងមូលហេតុហើយនឹងទូរស័ព្ទក៏បិទចោលទៀតទេតំណែងអត់បានអញ្ចឹងមានន័យថា2ថ្ងៃដែលចាប់តាំងពីបាត់គាត់មកហ្នឹងគឺបងបានព្យាយាមរកគាត់អស់ហើយប៉ុន្តែរកអត់ឃើញបាទបងប្អូនប្រិមិត្តសូមជម្រាបថាបងប្រុសគាត់បានឡើងពីខេត្តកោះកុងដើម្បីមកភ្នំពេញជាមួយនឹងគ្រួសាររបស់គាត់មានប្រពន្ធមានកូនអីចឹងដើម្បីយកកូនហ្នឹងទៅធ្វើការព្យាបាលជំងឺឡើងមកដល់ហ្នឹងបានជូនកូនទៅសម្រាប់ព្យាបាលពិនិត្យរួចរាល់អស់ហើយស្រាប់តែមកធ្វើការសម្រាប់បានរយៈពេល2យប់ស្រាប់តែប្រពន្ធហ្នឹងមិនដឹងថាតើយ៉ាងម៉េចប្រាប់គាត់ថាទៅផ្សារមកទល់ពេលនេះគឺបាត់តំណឹងសូនឈឹងតែម្ដងអត់ដឹងថាតើគាត់មានសោកឬមួយក៏គាត់កំពុងតែមានទុក្ខឬក៏គាត់កំពុងតែកើតអីឲ្យប្រកាសទេមកទល់ពេលនេះគឺស្ងាត់តំណឹងសូនឈឹងតែម្ដងហើយគាត់ក្នុងនាមជាប្តីគឺមានការព្រួយបារម្ភបាទព្រោះចង់ដឹងពីតំណឹងប្រពន្ធថាតើប្រពន្ធឥឡូវហ្នឹងនៅទីណាថាតើប្រពន្ធហ្នឹងឥឡូវយ៉ាងម៉េចហើយចុះមួយចុះពីរចឹងទៅអត់មានអ្នកណាដឹងថាទៅណាតែគ្រាន់តែកូនទូចនេះថាដើរទៅមួយម៉ាក់ថាទៅទិញទឹកដូងឲ្យហើយដល់ពេលហើយថាឲ្យកូនមកមុនចាំម៉ាក់មកតាមក្រោយមានន័យថាបងកំពុងតែគេងហ្នឹងគេងនៅទីណាផ្ទះបងប្អូនមួយក៏យ៉ាងម៉េចផ្ទះសំណាក់នៅផ្ទះសំណាក់អូកំពុងតែគេងផ្ទះសំណាក់ឥឡូវអញ្ចេះសុំបងមានពាក្យពេចន៍អីដើម្បីផ្ដាំផ្ញើទៅប្រពន្ធបងតិចមើលតែជាអូនឃើញវីដេអូនេះសូមអូនវិលត្រឡប់មកវិញមកបើអូននៅទីណាឬក៏បើកទូរស័ព្ទវិញដើម្បីឲ្យប្តីតាក់ទងទៅដើម្បីថានៅទីណាឬក៏មានរឿងអីបញ្ហាអីប្តីនឹងតាមជួយទេហើយមានរឿងអីក៏មិនប្រាប់ប្តីឬមួយក៏ទៅណាបាត់ឬក៏មានមូលហេតុអីក៏ប្តីអត់ដឹងរឿងនឹងផ្ទាល់តែសោះបាទអញ្ចឹងផ្ដាំប្រពន្ធប៉ុណ្ណឹងណាបងណាសង្ឃឹមថាប្រពន្ធនឹងបានឃើញហើយនឹងដេញណែផ្ដាល់តំណែងមកប្តីមានបញ្ហាអីរឿងអីបាទប្រាប់ប្តីទៅអត់អីទេប៉ុន្តែអ្វីដែលប្តីបងបារម្ភហ្នឹងគឺខ្លាចតែបងឯងមានបញ្ហាតែគាត់ខ្លាចតែគេដាក់ថ្នាំខ្លាចតែគេធ្វើអីចុះមួយចុះពីរចឹងទៅព្រោះគាត់ដឹងថាប្រពន្ធគាត់អត់ដែរស្គាល់ពេញច្បាស់ទេព្រោះអ្នកនៅខេត្តជាមួយគ្នានៅកោះកុងជាមួយគ្នាហើយស្រាប់តែបាត់អញ្ចឹងហើយគាត់មិនដឹងថាគាត់មិនដែលឃើញប្រពន្ធគាត់ណាទៅស្គាល់ពេញស្គាល់បងប្អូនណាបងអញ្ចឹងចិត្តគាត់ហ្នឹងអ្វីដែលបារម្ភបំផុតហ្នឹងគឺគិតថាតើប្រពន្ធគាត់ហ្នឹងត្រូវបានគេធ្វើបាបឬមួយក៏គេដាក់ថ្នាំវិញវ័នស្មារតីឬមួយក៏យ៉ាងណាខណៈដែលគាត់ដើររក2ថ្ងៃហើយគឺរកមិនឃើញនៅភ្នំពេញក៏រកមិនឃើញនៅខេត្តបងប្អូនសាច់ញាតិរបស់ប្រពន្ធគាត់ក៏រកមិនឃើញនៅខាងកោះកុងដែលជាកន្លែងផ្ទះរបស់គាត់រស់នៅហ្នឹងក៏រកមិនឃើញបាទរកគ្រប់វិធីអត់ទៅហើយអញ្ចឹងមានតែ5ទៅដល់បងស្រីប្រសិនបើឃើញជួយតាក់ទងមកគាត់ហើយប្រសិនបើបងប្អូនណាបានឃើញភិនភាគរូបដូចដែលខ្ញុំដាក់បង្ហាញនៅក្នុងព័ត៌មានសូមបងប្អូនជួយតំណែងមកគាត់ណាបងប្អូនណាគាត់នឹងមានសគុណតិចតួចជូនទៅដល់បងប្អូនផងដែរសូមបងប្អូនជួយតិចទៅប្រសិនបើបានឃើញភិនភាគរូបប្រពន្ធគាត់ដូចដាក់នៅក្នុងព័ត៌មានសូមបងប្អូនជួយតាក់ទងមកខ្ញុំឬក៏តាក់ទងទៅគាត់ឬក៏ក្រុមការងារខ្ញុំណានៅក្នុងក្រុម Telegram ដូចដែលខ្ញុំដាក់នៅក្នុង comment បងប្អូនជាទីមេត្រីជុំវិញព័ត៌មានខាងលើនេះខ្ញុំបាទមានសារៈមាត់ហានបៃត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានព័ត៌មានអ្វីបន្ថែមឬក៏ព័ត៌មានករណីណាមួយឬក៏ករណីនេះខ្ញុំបាទនឹងធ្វើការជម្រាបក៏ដូចជាអាប់ដេតនៅព័ត៌មានជម្រាបទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាបន្តទៀតខ្ញុំបាទមានសារៈមាត់រហ័សបៃត្រង់សូមអរគុណ
នឹងសូមគ្រប់លាបាទជួបគ្នាជួបជាបានមានសារៈនៅព័ត៌មានបន្តបាទសូមអរគុណ